ពុទ្ធស្សៈនមោតស្សៈភិក្ខវតោអរតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវតោអរតោសម្មាសម្ពុទ្ធស្សៈតតោយស្មាមហាកាសពធិរោរីព្រះមហាកាសពធិបើអ្នកដណ្ដឹងសួរអំពីព្រះសត្តបិដកនិងព្រះអនន្តដូច្នោះហើយលោកមានព្រះថេរវាចាថាអវសនណយយើងសំដែងអំពីរបស់ទីយៈដែលបានធ្វើបុណ្យគ្រប់ចម្ពោះសប្តាហ៍ថ្ងៃនេះឥឡូវនេះយើងសំដែងអំពីអ្នករសាសិលសិនបើអនណយអ្នករសាសិល5នោះតើបានផល្លាអសង្ឃដូចម្ដេចអ្នករសាសិល8តើនឹងបានផល្លាអនុសង្ឃដូចម្ដេចអ្នករសាសិល10នោះតើបានផល្លាអនុសង្ឃដូចម្ដេចអរតនីនមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈអនន្តោតੰសុទ្វារីព្រះអនន្តិកាលបបានស្ដាប់ធរវិចានៃព្រះមហាកាសពអំពីអនិសង្ឃដូច្នោះហើយពំយូរឡើយអ្នកក៏មានធរវិចាថាផន្ទីកាសពបเป็นព្រះអរិយកាសពអម្ចាស់ហើយរីអ្នករសាសិល5នោះបានផលឡាអនិសង្ឃអ្នករសាសិល8នោះបានអនិសង្ឃ12កັບអ្នករសាសិល10នោះបានអនិសង្ឃ30ពីកັບបានដឹងអំពីបានស្ដាប់ហើយបានរសាហើយអ្នកនោះឯងកើតជាតិឯណានឹងមានរូបល្អហើយមានទ្រព្យសម្បត្តិនោះច្រើនណាព្រះគុណសូមនិមន្តជ្រាបសាធុអវសនណយនាលអនណយកាសពចូលចិត្តហើយចុះអ្នកដែលប្រតិបត្តិថ្វាយបង្គំព្រះពុទ្ធព្រះធម៌សង្ឃទាំង3នេះតើនឹងបានផល្លាអនុសង្ឃដូចម្ដេចចូលអ្នកសំដែងមកមើលហើយអ្នកអនន្តហន្ទេអកាសបបពិតព្រះអរិយសក្កាសពជាអមចារីឯបុគ្គលប្រតិបត្តិថ្វាយបង្គំព្រះពុទ្ធព្រះធម៌ព្រះសង្ឃសប្តាហ៍ថ្ងៃនេះហើយបើបានពិចារណានៅទុក្ខខាងបានផល្លាអនិសង្ឃ17កម្មបើបានគិតដល់អនិច្ចំបានផល្លាអនិសង្ឃ17កັບបើបានគិតដល់អនត្តាបានផល្លានិសង្ឃ20កັបណាព្រះគុណសូមនិមន្តជ្រាបសាធុអនន្តយកាសពចូលចិត្តហើយអនន្តយចុះអ្នកបានបោះច្រាស់ជំរះអវវត្តនេះតើបានផល្លាអនុសង្ឃដូចម្ដេចលុះដល់សម្រេចនឹងស្លាប់ទៅតើអ្នកនោះនឹងបានទៅកើតអដ្ឋានឯណាចូលអ្នកសំដែងប្រាប់មកមើលហាអ្នកអនន្តអន្តេកាសបពិតព្រះអរិយកាសពជាអម្ចាស់អ្នកដែលបានជំរះអវវត្តនោះបានផល្លានិសង្ឃ500កັບដល់សម្រេចនឹងស្លាប់ទៅបានទៅកើតជាទេវតាលុះចុតចុះមកបានទៅកើតក្នុងត្រកូលកំពង់ពោះ500ជាតិទៀតណាប្រគុណសូមនិមន្តជ្រាបសាធុអនន្តយអ្នកសំដែងមកនេះការសពចូលចិត្តហើយអនន្តយខ្ញុំការសពនៅសង្ស័យនឹងបុគ្គលដែលសាងប្រចេតដីនេះមួយដាំដើមឈើថ្វាយព្រះពុទ្ធរូបនេះមួយជីកអណ្ដងជីកស្រះនេះមួយតើនឹងបានផល្លាអនុសង្ឃដូចម្ដេចលុះដល់ស្លាប់តើទៅកើតនៅឋានឯណាហាអ្នកអនន្តហន្ទេកាសបពិតព្រះកាសពជាអម្ចាស់ហើយឯអ្នកនឹងបានសាងព្រះចិត្តដីនោះបានផល្លានិសង្ឃ10000កັບរីអ្នកដាំដើមឈើផ្កាថ្វាយព្រះពុទ្ធព្រះធម៌ព្រះសង្ឃជីកអណ្ដូងជីកស្រះនោះបានផល្លាអនិសង្ឃ4កັບហើយបានទៅកើតជាទេវបុត្រលុះចុតចុះមកកើតជាសេដ្ឋីមានទ្រព្យសម្បត្តិ8កោតភ្លៀងកំណត់500ជាតិណាព្រះគុណសូមនិមន្តជ្រាបសាធុអនន្តយខ្ញុំកាសពនៅសង្ស័យនឹងបុគ្គល
នៅសពថ្ងៃនេះដែលបានសាងព្រះពុទ្ធរូបនឹងដីនោះតើបានផល្លាអនុសង្ឃប៉ុន្មានអ្នកសាងនឹងឈើនោះតើបានផល្លាអនុសង្ឃប៉ុន្មានហើយអ្នកដែលសាងនឹងថ្មសម្រិតប្រាក់មាសកែវកងស្ពាន់កេសរផ្កាភ្លុកកុយស្នេហ៍នោះតើបានផល្លាអនុសង្ឃដូចម្ដេចហាអ្នកអនន្តផនទេប្រកាសពជាអម្ចាស់រីឯអ្នកសាងព្រះពុទ្ធរូបនឹងដីនោះបានផល្លាអនិសង្ឃ8កាប់សាងនឹងសំណនោះបានផល្លានិសង្ឃ10កាប់សាងនឹងឈើនោះបានផល្លានិសង្ឃ12កាប់សាងនឹងសម្រិតនោះបានផល្លានិសង្ឃ17កាប់សាងនឹងប្រាក់នោះបានផល្លានិសង្ឃ40កាប់សាងនឹងមាសនោះបានផល្លានិសង្ឃ64កាប់សាងនឹងកានោះបានផល្លានិសង្ឃ16កាប់សាងនឹងភ្លុកកុយស្នែងនោះបានផល្លានិសង្ឃ12កាប់ដូចគ្នាណាម្ចាស់សូមនិមន្តជ្រាបសាធុអនន្តហើយកាសពចូលចិត្តហើយចុះអ្នកដែលគូព្រះពុទ្ធរូបព្រះចលមនីចេតិយនោះតើបានផល្លាអនុសង្ឃដូចម្ដេចចូលអ្នកសំដែងមកមើលហាអ្នកអនន្តអន្ទេបបិទ្ធព្រះមហាកាសពជាអម្ចាស់ហើយរីឯអ្នកសាងព្រះពុទ្ធរូបនឹងដីនោះបានផល្លានិសង្ឃ22កាប់លូព្រះចលាមនីចេតិយនេះមួយបានផល្លានិសង្ឃ20កាប់ដូចគ្នាណាព្រះគុណសូមនិមន្តជ្រាបសាធុអ្នកអនន្តហើយខ្ញុំកាសពចូលចិត្តស្ដាប់បានហើយអនន្តកាសពសូទៅអ្នកតទៅទៀតចុះអ្នកដែលសាងព្រះពុទ្ធរូបនឹងឈើផ្សេងនេះមួយនឹងក្លិមច័ន្ទនេះមួយនឹងក្លិមអង្កាញ់នេះមួយតើនឹងបានផល្លាអនុសង្ឃដូចម្ដេចចូលអ្នកសំដែងមកមើលហាអ្នកអនន្តហន្តេបបិទ្ធព្រះអរិយកាសពជាអម្ចាស់រីអ្នកសាងព្រះពុទ្ធរូបនឹងឈើនោះផ្សេងនោះបានផល្លានិសង្ឃ12កាប់30នឹងក្លឹងច័ន្ទអង្គញ្ញនោះបានផល្លានិសង្ឃ17កាប់ដល់ស្លាប់ទៅបានទៅកើតជាទេវបុត្រលុះចត់ចុះមកកើតជាមហាសេដ្ឋីមានទ្រព្យសម្បត្តិ8កោដឃ្លៀងណាព្រះគុណសូមនិមន្តជ្រាបសាធុអ្នកអនន្តហើយកាសពចូលចិត្តហើយចុះអ្នកសាងព្រះពុទ្ធរូបនឹងតង់ដែងនេះមួយនឹងស្ពាន់នេះមួយបុគ្គលទាំងពីរចម្ពោះនេះតើនឹងបានផល្លាអនុសង្ឃដូចម្ដេចចូលអ្នកសំដែងមកមើលអាអ្នកអនន្តអន្ទេបបិទ្ធប្រកាសពជាអម្ចាស់អ្នកឯដែលបានសាងព្រះពុទ្ធរូបនឹងទួងដែកស្ពាន់ទាំងពីរចម្ពុកនេះបានផល្លានិសង្ឃ17ដូចគ្នាហើយបានទៅកើតជាព្រះឥន្ទរាជ500ជាតិជាប្រកបណាព្រះគុណសូមនិមន្តជ្រាបសាធុអនន្តហើយខ្ញុំកាសពចូលចិត្តហើយចុះអ្នកដែលសាងសាលាកុដិបង្គន់នោះតើបានផល្លាអនុសង្ឃដូចម្ដេចលុះដល់សម្ដេចនឹងស្លាប់ទៅតើនឹងបានទៅកើតឋានឯណាចូលអ្នកសំដែងមកមើលយើងនឹងចង់ស្ដាប់ក្នុងគ្រាលើនេះឯងហងហាអ្នកអនន្តអន្ទេបបិទ្ធប្រកាសពអ្នកសាងសាលានោះបានផល្លានិសង្ឃ5កាប់រួចបានទៅកើតជាព្រះឥន្ទលុះចត់ចុះមកកើតជាមហាសេដ្ឋីមានទ្រព្យសម្បត្តិ500កោតក្លៀងកំណត់500ជាតិណាព្រះគុណឯអ្នកសាងបង្គន់ក៏បានផល្លានិសង្ឃ6កាប់ប្រារួចទៅកើតជាទេវបុត្រលុះចត់ចុះមកកើតជាមហាសេដ្ឋី500ជាតិណាព្រះគុណសូមនិមន្តជ្រាប